From the very beginning, when this campaign យោងទៅតាមសារព័ត៌មាន Reuters មានមនុស្សជាង100គូបានរៀបការនៅទីក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំមួយដែលភ្ជាប់ជាមួយនឹងយុទ្ធនាការបង្ហាញការត្រៀមខ្លួនការពារប្រទេសរបស់ខ្លួនចំពេលបទឈប់បាញ់ដល់ភ័យស្រួយជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលតាមសារព័ត៌មានរដ្ឋអ៊ីរ៉ង់ពិធីនេះត្រូវបានគេរៀបចំឡើងទៅតាមទីលានដ៏ធំៗជាច្រើននៅទីក្រុងតេហេរ៉ង់រួមមានទាំងអាយដាមហ៊ូសេនដែលមានជាង100គូចូលរួមគូស្វាមីភរិយាខ្លះបានមកដល់លើរថយន្តយោធាខណៈដែលពិធីទាំងមូលត្រូវបានគេផ្សព្វផ្សាយតាមប្រព័ន្ធទូរទស្សន៍រដ្ឋដើម្បីបង្កើតស្មារតីសាមគ្គីនិងការគាំទ្រជាតិអ្នកចូលរួមជាច្រើនបានរាយការណ៍ថាបានចុះឈ្មោះក្នុងកម្មវិធី Sal Track ឬក៏ Jane Fada នេះមានន័យថាការត្រៀមខ្លួនលះបង់ដើម្បីការពាររដ្ឋអ៊ីស្លាមប្រសិនបើមានសង្គ្រាមកើតឡើងព្រឹត្តិការណ៍នេះកើតឡើងខណៈដែលភាពតានតឹងនៅក្នុងតំបន់មជ្ឈមបូព៌ាកាន់តែខ្លាំងឡើងលោកប្រធានាធិបតីលោកដូណាល់ត្រាំកំពុងតែព្រមានទៅលើតេហេរ៉ង់ប្រសិនបើមិនយល់ព្រមទៅលើកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកបានដាក់ឲ្យឬក៏លក្ខខណ្ឌដែលសហរដ្ឋអាមេរិកបានដាក់ឲ្យឬក៏ទីក្រុងតេហេរ៉ង់ដែលមិនទទួលយកនៅលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកឬមិនចុះកិច្ចព្រមព្រៀងសហរដ្ឋអាមេរិកនឹងបើកការវាយជាទ្រង់ទ្រាយធំមែនទែនធំជាងលើកមុនដើម្បីឲ្យតេហេរ៉ង់បានស្គាល់អញ្ចឹងបានទីក្រុងតេហេរ៉ង់បានរៀបចំកម្មវិធីនេះឡើងព្រឹត្តិការណ៍នេះកើតឡើងនៅតាមភាពតានតឹងការចរចាសន្តិភាពនៅតែបន្តប៉ុន្តែមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅលើបញ្ហានុយក្លេអ៊ែរនិងសន្តិសុខនៅក្នុងតំបន់អ្នកវិភាគមើលឃើញថាពិធីអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំនេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍សង្គមទេប៉ុន្តែគឺជាសារនយោបាយនិងជាការផ្សព្វផ្សាយស្មារតីជាតិដែលរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ប្រើដើម្បីបង្ហាញថាប្រជាជននៅតែរួបរวมនិងត្រៀមខ្លួនប្រឈមមុខនឹងសម្ពាធពីខាងក្រៅ